សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពិភពរឿងខ្មោចរបស់ខ្ញុំជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំមានរឿងមួយនិទានជូនបងប្អូនស្ដាប់កំសាន្តនៅពេលទំនេរគឺរឿងញាក់ស្នងធ្មប់សូមស្ដាប់កំសាន្តដូចតទៅនៅភូមិមួយឆ្ងាយដាច់ស្រយាលមានបុរសវ័យកណ្ដាលឈ្មោះគង់គាត់ជាមនុស្សពេញចិត្តផ្នែកវិញ្ញាណអាគមចង់បានអំណាចដើម្បីឲ្យគេគោរពខ្លួនថ្ងៃមួយគាត់បានឮគេនិយាយថាយាយធ្មប់ចាស់មួយនៅជាប់ភូមិបានស្លាប់ដោយបន្សល់ទុកបណ្ដាំថាអ្នកណាមកស្នងធ្មប់នឹងក្លាយជាមនុស្សមានអំណាចខឹងជាមនុស្សធម្មតាគង់និយាយតែឯងបើខ្ញុំអាចស្នងបានខ្ញុំនឹងក្លាយជាមនុស្សគេកោតខ្លាចនឹងមានអំណាចតែខ្មោចអាចនឹងទទួលខ្ញុំទេគង់ដើរចូលទៅកាន់វត្តចាស់មួយដែលគេនិយាយថាជាកន្លែងធ្មប់ចន្លោះព្រៃមានសំឡេងខ្យល់វូវូគួរឲ្យព្រឺខ្នងនិងក្លិនដុតចោបុរាណភ្លាមមានស្រមោលមួយបង្ហាញខ្លួនជាមនុស្សចាស់ស្បែកស្គមស្គាំងដូចជាមនុស្សស្លាប់ខ្មោចយាយធ្មប់ចាស់ហេប្រុសក្មេងឯងមករកអ្វីនៅទីនេះឯងមិនខ្លាចទេគង់ក្រងចិត្តភ័យតែប៉ិនប្រសពនិយាយខ្ញុំចង់ស្នងធ្មប់សូមព្រមទទួលខ្ញុំទៅខ្ញុំមិនខ្លាចទេខ្មោចធ្មប់ចាស់សោចគួរឲ្យខ្លាចសំលេងត្រជាក់ឯងចង់បានអំណាចតែឯងចង់លាក់បង់ជីវិតរបស់ឯងទេដើម្បីស្នងឯងត្រូវទទួលក្រណាត់ឈាមនេះហើយកុំភ្លេចថាឯងនឹងមិនអាចរស់ដូចមនុស្សធម្មតាវិញទេគង់តបខ្ញុំយល់ព្រមខ្ញុំត្រៀមខ្លួនរួចរាល់ហើយពិធីស្នងចាប់ផ្ដើមខ្មោចយាយធ្មប់បានយកក្រណាត់ក្រហមដែលសើមឈាមហើយរុំជុំវិញដៃគង់ភ្លាមខ្យល់កក្រើកប្រលឹងងងឹតជាច្រើនវាយផ្ដួលចូលក្នុងរាងកាយគង់ស្រែករន្ធត់ឈាមរត់ក្តៅដោយភ្លើងត្រចៀកឬសំឡេងដោយខ្មោចរាប់ពាន់នាក់កំពុងនិយាយខ្មោចយាយធ្មប់សោតខូខើចាប់ពីថ្ងៃនេះទៅឯងគឺអ្នកស្នងធ្មប់តែចងចាំបើឯងប្រើអំណាចច្រឡំផ្ដេសផ្ដាស់ឬបំពានចិត្តខ្មោចឯងនឹងក្លាយជាអាហាររបស់យើងជំនួសថ្ងៃក្រោយមកគង់ចាប់ផ្ដើមប្រើអំណាចធ្វើឲ្យអ្នកក្នុងភូមិភ័យខ្លាចមនុស្សគ្រប់គ្នាព្រួយបារម្ភព្រោះសត្វមនុស្សឈឺចាប់ផ្ដើមអវត្តមានក្នុងភូមិបន្ទាប់គ្នាមានយប់មួយបន្ទាប់ពីគង់ប្រើអំណាចធ្វើបាបកូនអ្នកដតីសំលេងខ្មោចយាយធ្មប់សូរចេញក្នុងក្បាលគាត់ខ្មោចយាយធ្មប់ឯងបានរំលោភកិច្ចសន្យាឥឡូវនេះដល់ពេលយើងយកវិញគង់ភ័យខ្លាចបើកភ្នែកឃើញទួបខ្មោចពាន់ជុំវិញសូមកុំយកខ្ញុំទៅអីខ្ញុំមិនចង់ស្នងទៀតទេខ្មោចយាយធ្មប់យឺតពេកហើយឯងគឺអ្នកស្នងប៉ុន្តែឯងនឹងក្លាយជាអ្នកជំនួសអាហាររបស់យើងភ្លាមសំឡេងស្រែករបស់គង់លឺខ្ទរក្នុងព្រៃហើយរាងកាយគាត់បាត់ទៅក្នុងប្រលឹងងងឹតតែពីថ្ងៃនោះទៅមនុស្សក្នុងភូមិនិយាយថានៅពេលយប់ពេញបូរមីសូរស្រែកគង់តែងតែលឺច្បាស់នៅវត្តចាស់ពេលកន្លងពី3ខែបន្ទាប់ពីគង់បាត់ខ្លួនដោយអាចកំបាំងមនុស្សក្នុងភូមិគ្មាននរណាហ៊ានទៅជិតវត្តចាស់ទៀតទេតែមានក្មេងវ័យខ្នងឈ្មោះតារាក្មេងកំប្រាដែលតែងតែរងការធ្វើបាបបង្ខំឲ្យធ្វើការដោយមនុស្សភូមិគាត់ចង់ខ្លាចគេមនុស្សមានអំណាចដើម្បីកុំឲ្យគេធ្វើបាបរំលោភសិទ្ធិជិះជាន់គេថ្ងៃមួយតារាឮពាក្យចចាមអារាមថាអ្នកណាក្លាហានទៅស្នងធ្មប់នឹងក្លាយជាមនុស្សមានមហិច្ឆតាខ្លាំងនិងមានអំណាចតារានិយាយម្នាក់ឯងពេលឈរនៅជំហៀងវត្តចាស់ខ្ញុំធំឡើងក្នុងជីវិតពិបាកវេទនាប្រសិនបើខ្ញុំអាចស្នងបានឲ្យមានអំណាចខ្ញុំនឹងឈ្នះទុក្ខលំបាកទាំងអស់នេះភ្លាមខ្យល់ត្រជាក់បក់មកសំឡេងស្រែកឮចេញពីក្នុងសាលាវត្តចាស់តារាកាន់ទៀនចុយទៅក្នុងពេលភ្លើងទៀនភ្លឺឡើងគេឃើញស្រមោលបរោះម្នាក់គង់កំពុងឈរនៅជ្រុងម្ខាងស្បែកស្លេកភ្នែកខ្មៅទាំងពីរមានឈាមហូរចេញពីមាត់តារាភ័យនេះបងគង់ជាបងមែនឬខ្មោចគង់ខ្មោចសំឡេងទ្រុំខ្ញុំគង់អ្នកស្នងធ្មប់មុនឥឡូវខ្ញុំខ្លាយជាអ្នកជំនួសកន្លែងរបស់យាយធ្មប់
ដើម្បីឲ្យធ្មប់រស់តែប្អូនប្រុសឯងហ៊ានមកស្នងទៀតទេតារាបាទខ្ញុំមិនចង់ធ្វើជាមនុស្សគ្មានអំណាចទៀតទេគេធ្វើបាបណាស់ភ្លាមរូបខ្មោចចាស់ដែលជាម្ចាស់ធ្មប់បង្ហាញខ្លួនវិញជាមួយស្នាមញញឹមខូខើយាយខ្មោចធ្មប់អូហូយ៉ាងហោចក៏មានអ្នកថ្មីមកស្នងបន្តតែចងចាំឯងនឹងបង់ថ្លៃជាមួយឈាមនិងប្រលឹងរបស់ឯងខ្មោចធ្មប់ចាស់យកក្រណាត់ក្រហមដែលនឿសាមឈាមពីមុនមករុំដៃតារាភ្លាមគង់ខ្មោចក៏ច្រានដៃបង្ហាញឲ្យតារាដឹងថាគុំស្នងទៀតឯងនឹងក្លាយជាអ្នកជំនួសរបស់ធ្មប់ដូចខ្ញុំខ្លឹមឈឺចាប់នឹងត្រូវបំផ្លាញប្រលឹងជារៀងរហូតតារាភ្នែកក្រហមដោយសង្ឃឹមខ្ញុំកាន់តែខ្លាចតែខ្ញុំកាន់តែចង់មានអំណាចសូម្បីតែជីវិតនេះក៏ខ្ញុំមិនសោកស្ដាយដែរខ្មោចយាយធ្មប់សើចញាត់ទ្រូងល្អហើយចាប់ទីថ្មីនេះទៅឯងគឺអ្នកស្នងថ្មីភ្លាមខ្យល់ខ្មៅហូរចូលក្នុងរាងកាយតារាភ្នែកគាត់ខ្លាយជាខ្មៅដិតនិងភ្លើងទៀនជ្រុះចុះដោយស្វ័យប្រវត្តិយប់នោះកសិដ្ឋានក្នុងភូមិមានសត្វស្លាប់ជាបន្តបន្ទាប់មនុស្សក្នុងភូមិឮសូរស្រែកពីវត្តចាស់ដូចសំឡេងអ្នកត្រូវគេដុតក្នុងភ្លើងមនុស្សក្នុងភូមិមួយនិយាយវាកើតឡើងវិញហើយអ្នកស្នងធ្មប់ថ្មីមកម្នាក់ទៀតហើយមនុស្សក្នុងភូមិពីរនិយាយយើងនឹងអាចមានថ្ងៃសុខសាន្តទៀតទេឬភូមិនេះនឹងក្លាយជាភូមិខ្មោចព្រឹកថ្ងៃក្រោយភូមិទាំងមូលស្រាប់តែមានរឿងចម្លែកសត្វគោនិងមាន់ស្លាប់សពពេញស្រែមនុស្សក្នុងភូមិភ័យស្លន់ស្លោដោយគិតថាខ្មោចថ្មប់កំពុងត្រឡប់មកវិញចាស់ក្នុងភូមិពួកយើងមិនអាចនៅស្ងៀមបានទៀតទេពេលមុនគង់បានបាត់បង់ជីវិតដោយសារតែថ្មប់ឥឡូវនេះមានអ្នកថ្មីមកស្នងទៀតហើយជីតាស្រីចាស់ម្នាក់ខ្ញុំឮសូរស្រែកចេញទីវត្តចាស់កាលម្សិលមិញវាមិនមែនសំឡេងគង់ទេវាជាក្មេងថ្មីមនុស្សភូមិភ័យខ្លាំងមិនហ៊ាននិយាយច្រើនទេនៅកណ្ដាលវត្តចាស់តារាឥឡូវភ្នែកខ្មៅជ្រៅមានស្នាមពណ៌ក្រហមលើដៃដែលជាក្រណាត់រុំគាត់មានអារម្មណ៍ថាអំណាចមហិច្ឆតាកំពុងហូរចូលក្នុងខ្លួនតារានិយាយតែឯងខ្ញុំអាចឲ្យអ្នកទាំងអស់គ្នាដែលធ្វើបាបខ្ញុំចោះចាញ់ចុងក្រោយមិនមាននរណានៅភូមិនេះអាចជន់ខ្ញុំក្រោមជើងបានទៀតទេភ្លាមសំឡេងគង់ខ្មោចឮចេញពីជ្រុងងងឹតគង់ខ្មោចតារាកុំប្រៅអំណាចត្រឡំផ្ដេសផ្ដាសឯងនឹងមានចំណុចចាប់ផ្ដើមដោយខ្ញុំតែចុងក្រោយឯងនឹងត្រូវខ្លាចជាអ្នកជំនួសតារាញញឹមខុសខើខ្ញុំខុសពីបងខ្ញុំមានកម្លាំងពិតខ្ញុំនឹងគ្រប់គ្រងអំណាចនេះមិនឲ្យអ្នកធ្វើបាបខ្ញុំទៀតបានទេនៅពេលល្ងាចមានក្មេងប្រុសម្នាក់ដែលធ្លាប់ប្រែឈ្នួលបំរើគេធ្វើបាបតារាកាលមុនពេលឃើញតារាដើរជិតភ្លាមក្មេងនោះដួលសន្លប់សាច់ដុំទាញចេញដោយត្រីខ្មោចស៊ីមនុស្សក្នុងភូមិភ័យចេញស្រែករត់ទៅវត្តមនុស្សក្នុងភូមិទី1តារាជាក្មេងកំប្រាវាបានក្លាយជាអ្នកស្នងធ្មប់ពិតប្រាកដហើយមនុស្សក្នុងភូមិទី2ភ័យរន្ធត់យើងត្រូវរកវិធីបញ្ឈប់វាមុនពេលភូមិទាំងមូលត្រូវរលាយបាត់ទៅពេលយប់ភ្លៀងធ្លាក់យ៉ាងខ្លាំងតារាឈរលើជណ្ដើរវត្តចាស់ខ្យល់ខ្មៅប៉ុនជុំវិញគាត់ខ្មៅយាយធ្មប់ល្អណាស់ឯងប្រើអំណាចឈ្នះប្រលឹងមនុស្សបានចាប់ពីនេះទៅឯងត្រូវឲ្យឈាមស្រក់ជារៀងរាល់ពេលពេញបូរមីដើម្បីរក្សាកម្លាំងបើមិនដូច្នោះទេឯងនឹងស្លាប់ដូចគង់តារាទន្ទិញខ្វងចិត្តខ្ញុំនឹងត្រល់ឈាមបើវាអាចរក្សាអំណាចនឹងឲ្យខ្ញុំគ្រប់គ្រងភូមិនេះបានភ្លាមសំឡេងស្រែករបស់គង់ខ្មោចគង់ខ្មោចតារាកុំចេះតែជឿពួកវាឯងនឹងក្លាយជាអ្នកជំនួសដូចខៀងឆាប់នេះហើយភ្លាមមនុស្សភូមិជាច្រើនកាន់ទៀននឹងកំភ្លើងចាស់ដែលចូលទៅវត្តដើម្បីបញ្ឈប់តារាពេលព្រឹក
មនុស្សភូមិរត់មកសុំជំនួយព្រះសង្ឃក្នុងវត្តថ្មីព្រះសង្ឃមានព្រះជន្មច្រើនឈ្មោះអាចារ្យសៅវង្សជាអ្នកមានចំណេះខ្ពស់ទាំងបាលីមុនគមនិងធម៌បានឮពាក្យពេចន៍នៃអអ្នកភូមិ អ្នកភូមិព្រះអង្គតារាក្មេងកំប្រាខ្លាយជាអ្នកស្នងធ្មប់វាធ្វើឲ្យភូមិខ្ញុំនេះស្លាប់មនុស្សសត្វរាប់ពាន់ហើយធ្មប់គឺអំណាចខ្មោចមិនចេះរីករាយនឹងមនុស្សអ្នកណាស្នងវានឹងបរិភោគព្រលឹងខ្ញុំត្រូវតែដោះស្រាយបើមិនដូច្នោះភូមិនេះនឹងក្លាយជាសួនសាកសពពេលល្ងាចព្រះសាវងនាំសង្ឃច្រើនអង្គទៅកាន់វត្តចាស់នៅទីនោះតារាកំពុងអង្គុយកណ្ដាលពិធីសាធារណៈខ្មោចក្រណាត់ឈាមនៅលើដៃរលាយជាខ្សែព្រលឹងខ្មៅតារាសើចខកខើ សង្ឃព្រះអង្គមិនអាចបញ្ឈប់ខ្ញុំបានទេខ្ញុំគឺអ្នកស្នងធ្មប់ខ្ញុំមានអំណាចលើព្រលឹងទាំងអស់ព្រះសាវងនិយាយស្ងប់ស្ងាត់ក្មេងអើយឯងមិនមែនជាម្ចាស់អំណាចទេឯងគ្រាន់តែជាអ្នកជំនួសដើម្បីឲ្យខ្មោចរស់បើចង់រួចផុតពីបាបនេះត្រូវស្ដាប់ធម៌តារាភ្នែកក្រហមភ្លឺខ្ញុំមិនត្រឡប់មកជាមនុស្សទៀតទេភ្លាមខ្ជុលខ្មៅឆក់ខ្លាំងសូរស្រ័យពីប្រលឹងរាប់ពាន់ពេលយប់ភ្លៀងកាន់តែធ្លាក់មិនឈប់ព្រះសាវងកាន់បាតចំនីនិងអានមន្តពុទ្ធធម៌ពន្លឺសវណ្ណៈចេញពីសូត្របំភ្លឺឆ្អឹងខ្មោចដែលជាប់ជំនាញតារាខ្មោចយាយធ្មប់ស្រែកខ្លាំងឈប់សូត្រមន្តពន្លឺនេះវានឹងបំផ្លាញកិច្ចសន្យារបស់យើងតារាស្រែកភ្ញាក់ផ្អើលដៃចាប់ក្បាលអូយខ្ញុំឮសូរស្រែកនៅក្នុងក្បាលខ្ញុំមិនអាចទប់បានទីទេព្រះសាវងតារាបើឯងចង់រួចផុតចាក់ចេញពីក្រណាត់ឈាមបើទោះបីវាយកជីវិតឯងក៏ដោយយើងនឹងជួយរំដោះឯងតារាដួលលើដៃព្រលឹងខ្មោចចាប់ដើមចេញពីរាងកាយកងខ្មោចក៏បង្ហាញខ្លួនវិញកងខ្មោចនិយាយតិចតារាបោះវាចោលទៅយើងទាំងពីរត្រូវបានបំផ្លាញដោយអំណាចនេះកុំឲ្យវាបន្តធ្វើបាបអ្នកផ្សេងទៀតអីតារាភ្នែកទឹកភ្នែកហូរខ្ញុំចង់រួចផុតតែខ្ញុំមិនអាចទប់អំណាចធ្មប់បានទេភ្លាមព្រះសាវងប្រកាសមុនចុងក្រោយពន្លឺធម៌ចេញដោយព្រះអាទិត្យក្រណាត់ឈាមឆេះជាថ្មខ្មៅហើយសំឡេងខ្មោចរាប់ពាន់នាក់បាត់បង់ក្នុងព្រៃតារាស្រែកយ៉ាងខ្លាំងមុនពេលដួលសន្លប់ព្រឹកថ្ងៃក្រោយភូមិមានភាពសុខសាន្តវិញមនុស្សរំលឹកតារាដោយសោកសនាថាក្មេងកំប្រាម្នាក់ត្រូវបង្ខំឲ្យដួលជួលក្នុងដៃអំណាចខ្មោចចាស់ក្នុងភូមិសូមឲ្យរឿងនេះជាការរំលឹកថាអំណាចខកក្រៅមិនមែនជាផ្លូវនៃសេចក្តីសុខទេព្រះសាវងដើរចេញពីភូមិដោយទម្លាក់ពាក្យចុងក្រោយព្រះសាវងនៅពេលណាដែលមនុស្សចង់បានអំណាចលើសធម្មជាតិវានឹងនាំឲ្យជីវិតបាត់បង់តែព្រះធម៌អាចឲ្យជីវិតសុខសាន្តពិតប្រាកដបានអ្នកភូមិដកដង្ហើមធំជាមួយនឹងទឹកភ្នែកនិងភ័យស្លន់លង់ពីរឿងដែលកន្លងផុតទៅភូមិទាំងមូលនៅស្ងប់ស្ងាត់ជាក់ស្ដែងថាផ្លូវភ្លើងនៃខ្មោចស្នងធ្មប់នៅតែមានព្រះសង្ឃសាវងបានសន្យាថានឹងរក្សាអំណាចធ្មប់ឲ្យមានតុល្យភាពនិងកុំឲ្យមានអ្នកណាប្រើវាប្រយុទ្ធលើមនុស្សទៀតព្រះសាវងអំណាចខ្មោចនេះគឺសម្រាប់អ្នកដែលត្រៀមខ្លួនតាមធម៌មនុស្សមិនត្រូវប្រើវាទៅសាងអំពើអាក្រក់ទេពេលណាយើងចង់អំណាចយើងត្រូវរំលឹកថាវាអាចបំផ្លាញជីវិតយើងមនុស្សក្នុងភូមិចាប់ផ្ដើមសម្រាកពីភាពភ័យរន្ធត់ប៉ុន្តែពួកគេនៅតែប្រយ័ត្នបើសិនមាននរណាថ្មីចង់ទៅស្នងធ្មប់អ្នកចាត់ភូមិម្នាក់បាននិយាយថាសូមយើងកុំភ្លេចថាអំណាចខ្មោចមិនមែនជាការលេងកម្សាន្តអ្នកណាដែលចង់ក្លាយជាអ្នកស្នងយើងត្រូវប្រុងប្រយ័ត្នខ្លាំងក្មេងភូមិម្នាក់បាននិយាយថាតែអំណាចនេះនៅតែមានមែនទេប្រសិនបើខ្ញុំចង់ស្គាល់វាខ្ញុំនឹងធ្វើដូចតារានឹងគង់មែនទេព្រះសាវងសំឡេងទន់បាននិយាយថាក្មេងអើយអំណាចគឺសម្រាប់ធម៌មិនមែនសម្រាប់ឈ្នះសងសឹកឬបង្ខំអ្នកដទៃកុំឲ្យប្រយោជន៍ខុសផ្លូវនាំឲ្យបាត់បង់ជីវិតខ្លួនឯងនោះទេ
នៅចុងវត្តក្រណាត់ឈាមដែលធ្មប់ស្នងធ្មប់នៅតែមិនបាត់វាคล้ายជាថ្មមិនឆេះហើយមានសំឡេងស្រែកបន្តបន្ទាប់ល្វើយប៉ុន្តែព្រះសាវੰងបានដាក់មុនសម្រាប់ចងក្រណាត់ឲ្យស្ងប់ហើយមិនអាចបង្កអំណាចច្រឡំបានភូមិបានស្ងប់ស្ងាត់វិញអំណាចខ្មោចស្នងធ្មប់ត្រូវបានរក្សាដោយមានកំណត់ត្រឹមត្រូវប៉ុន្តែសំឡេងខ្មោចស្រែកនៅតែលឺបានរាល់ពេញបូរមីដើម្បីរំលឹកមនុស្សឲ្យគោរពព្រះធម៌ចប់សូមអរគុណសម្រាប់ការចូលស្ដាប់កំសាន្តតាំងពីដើមរហូតដល់ចប់សូមសំណាងល្អទាំងអស់គ្នា